ឈឺមិនដឹងខ្លួនឆេវឆាវច្រើនអន់ចិត្តច្រើនស្មុគស្មាញច្រើនគិតច្រើនពិបាកចិត្តច្រើនយូរទៅคล้ายជាជំងឺផ្លូវចិត្តដោយមិនដឹងខ្លួនរហូតដល់ថ្នាក់បញ្ជាចិត្តលែងបានជីវិតអ្នកនឹងវិលវល់រកសុខមិនឃើញឡើយរាងកាយប្រែคล้ายទៅជាស្ពឹកស្រពន់មិនចង់ធ្វើអីចិត្តមិនលុះលាញរុញរាមិនស្ទុះស្ទាពេលខ្លះទៅជាភ័យខ្លាចគ្រប់រឿងណាមិនគួរភ័យក៏ភ័យដែរថាមិនចង់គិតទេតែចិត្តចេះតែគិតហើយគិតចេញតែរឿងខុសប្រហែលជាដល់ពេលដែលអ្នកត្រូវសម្រាកពីការងារខ្លះបន្ថយសម្ពាធខ្លះមានពេលលំហែខួរក្បាលហើយរៀនផ្ដោតសេចក្តីស្រឡាញ់ឲ្យខ្លួនឯងរឿយថាសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខនឹកដល់ពាក្យនេះឲ្យបានរឿយហើយទម្លាប់ហៅចិត្តឲ្យមកនៅក្នុងផ្ទះគឺរូបកាយអ្នកវិញកុំឲ្យវាដើរអនាថាច្រើនពេកទម្លាប់តាមដានវាបើវាទៅណាយើងតាមមើលវាហើយបើវាគិតរឿងខុសទម្លាប់ទាញវាមកវិញមកគិតរឿងបច្ចុប្បន្នរឿងល្អរឿងនាំឲ្យចិត្តសប្បាយហើយកុំសូវនឹករឿងក្តៅក្រហាយពេកកុំស្ដាយក្រោយអីរៀនភ្លេចទៅរឿងណាហួសហើយឲ្យវាហួសទៅចោះហើយរឿងណាមិនទាន់មកដល់ទេក៏កុំព្រួយពេកអីជួបរឿងណាដោះរឿងនឹងទៅកុំបង្កើតរឿងសបនិមិត្តមកបន្លាចចិត្តខ្លួនឯងអីហើយបើមានពេលរៀនធ្វើសមាធិខ្លះផងវាជារឿងលំបាកវឹកហាត់ចិត្តនេះណាស់តែអ្នកត្រូវតែព្យាយាមបន្តិចម្ដងគ្មានអ្នកណាជួយអ្នកក្រៅពីអ្នកជួយខ្លួនឯងឡើយផ្លូវចិត្តភាគ5បុណ្យសន្សំមកខុសគ្នាវាសនាក៏ខុសគ្នាដែរកុំតូចចិត្តអីបើខ្វះបុណ្យចាស់កុំភ្លេចខំធ្វើបុណ្យថ្មីអ្នកខ្លះមិនចង់ឲ្យគេនិយាយដើមខ្លួនឯងទេតែចូលចិត្តនិយាយដើមគេអ្នកដាំពូជណារមែងទទួលផលនោះត្រឡប់មកវិញគេគិតយ៉ាងណាចំពោះអ្នកជាការគិតរបស់គេធ្វើការងារអ្នកឲ្យបានល្អជាភារកិច្ចរបស់អ្នកហាមចិត្តគេមិនបានទេម្នាក់សុទ្ធតែមានការលំបាករៀងខ្លួនគ្រាន់តែអ្នកមិនដឹងរឿងគេ
រៀនផ្ដល់សេចក្តីស្រឡាញ់រៀនមានមេត្តាកុំចងពៀវេរានឹងគ្នាអីចរណែនជាភ្លើងជាចិត្តបាបតែងដុតចិត្តអ្នកឲ្យក្តៅក្រហាយបុណ្យគេសាងពីមុនមកកុំចរណែនអីបើអ្នកមានសមាធិយល់ពីកម្មផលច្បាស់អ្នកនឹងកាត់បន្ថយការចរណែនមិនខានគ្រប់យ៉ាងសុទ្ធតែប្រែប្រួលសុខក្តីទុក្ខក្តីមិនទៀងឡើយអនុញ្ញាតឲ្យវាកើតរលត់តាមធម្មជាតិរបស់វាទៅចុះពេលអ្នកមួម៉ៅបុណ្យបានចាក់ចេញពីអ្នកទៅពេលអ្នកជ្រះថ្លាបុណ្យក៏ចូលមករកអ្នកវិញសន្សំចិត្តជ្រះថ្លាអ្នកបានបុណ្យផងការងារអ្នកបានចម្រើនទៅមុខផងសុខខ្លះទុក្ខខ្លះចំណេញខ្លះខាតខ្លះសរសើរខ្លះនិន្ទាខ្លះគ្រប់គ្នាតែងជួបប្រសពគ្មានអ្នកណាជៀសផុតទេជួបហើយលាទៅមុខទៀតកុំអោបក្រសោបវាទុកអីយឺតចុះតែកុំបោះបង់រក្សាជំហរបន្តដំណើរបន្តិចម្ដងអ្នកគង់ដល់គោលដៅដែលអ្នកប្រាថ្នាកុំមានមានះពេកកុំចេះគ្រប់រឿងពេករៀនស្ដាប់គេខ្លះយើងចេះនេះគេចេះនោះរៀនបើកចិត្តឲ្យទូលាយទើបបានចម្រើនកុំទម្លាប់បង្អាប់គេហើយលើកខ្លួនឯងគេស្អប់ផងបាបផងមានពៀវេរាផងកើតជាតិណាមានសត្រូវច្រើនបើប្រាថ្នាសេចក្តីសុខដល់ខ្លួនឯងសូមកុំផ្ដល់សេចក្តីក្តៅក្រហាយដល់អ្នកដទៃព្រោះកម្មនឹងរត់មករកម្ចាស់វាវិញមិនខានបុណ្យជាសភាពថ្លានៃចិត្តអ្នកមានបុណ្យគឺអ្នកមានចិត្តស្រស់ថ្លាមិនមួម៉ៅសៅមងបុណ្យនាំឲ្យរីករាយពេលបច្ចុប្បន្នផងនាំផលជាសុខមកឲ្យនៅពេលអនាគតផងបំណងមិនចេះតែបានសម្រេចគ្រប់ពេលទេហេតុមិនគ្រប់មិនបានសម្រេចឡើយរៀនទទួលស្គាល់ការពិតទើបមិនសូវមានទុក្ខនិយាយច្រើនតែអត់ប្រយោជន៍យូរទៅអស់តម្លៃខ្លួនឯងពាក្យពិតពាក្យមានប្រយោជន៍មើលកាលសិនសំនិយាយអាហារផ្លូវចិត្តភាគ5ខាងក្រោតច្រើនមួម៉ៅច្រើនទុកក៏ច្រើនបើខឹងឲ្យឆាប់បាត់គុំទុកក្នុងចិត្តអីរៀនដូរចិត្តដូរអារម្មណ៍ដូររឿងកុំអោបភ្លើងយូរពេក
សាងល្អឲ្យហើយកុំចាំថ្ងៃស្អែកជីវិតមិនទៀងទេខំសាងបុណ្យបានជាទ្រព្យជាប់តាមខ្លួនអ្នកមានបុណ្យកើតក្នុងកំណើតខ្ពង់ខ្ពស់បានសេចក្តីសុខច្រើនទម្លាប់និយាយដោយចិត្តមេត្តាដោយពាក្យពិរោះពិសាហើយមើលពេលមើលកាលផងអ្នកបានបុណ្យផងបានមិត្តភាពផងពាក្យសម្ដីមិនល្អនាំឲ្យមានពៀវេរាមិនបៀតបៀនអ្នកដទៃដោយកាយឬវាចាជាបុណ្យកុសលដ៏ធំធេងគឺបុណ្យថ្នាក់សិលកើតជាតិណាមានអាយុវែងមានសុខភាពល្អមានគេចូលចិត្តច្រើនរៀនអត់ធន់ចំពោះការលំបាករៀនអត់ធ្មត់ចំពោះពាក្យសម្ដីគេរៀនអត់ឱនចំពោះទោសកំហុសទាំងឡាយអ្នកនឹងក្លាយជាមនុស្សរឹងមាំមិនតបតទាំងកំហឹងជាជ័យជំនះដ៏ធំធេងគឺឈ្នះសេចក្តីក្រោធក្នុងចិត្តអ្នកមិនក្តៅក្រហាយអ្នកមិនបានសាងកំហុសអ្នកក៏បានជៀសផុតពីពៀវេរាទាំងឡាយអុចអាលឲ្យគេឆ្លោះគ្នាបាបខ្លាំងផងហើយមានកម្មពៀទៀតកើតជាតិណាបែកបាក់កូនចៅរស់នៅមិនសុខទេពេលនិយាយស្ដីឲ្យចេះគិតក្រែងចិត្តគេខ្លះផងវាចាមិនល្អនាំឲ្យមានបាបកម្មពៀវេរាកើតជាតិមុខជាតិក្រោយសម្បូរសត្រូវខ្សត់មិត្តមនុស្សមិនល្អគ្រប់10ទេរៀនមើលចំណុចល្អគេខ្លះផងរៀនផ្ដល់តម្លៃនិងសេចក្តីថ្លៃថ្នូរដល់អ្នកដទៃទើបរស់នៅជាមួយគ្នាបានសុខគេខឹងគេក្តៅបើអ្នកខឹងគេវិញអ្នកក៏ក្តៅដែរកំហឹងជាភ្លើងតែងដុតទីអាស្រ័យគឺចិត្តកំហឹងបាំងបញ្ញាពិចារណាមិនបានវែងឆ្ងាយនាំឲ្យអ្នកគិតខុសនិយាយខុសធ្វើខុសស្លាប់ទៅយកអ្វីទៅមិនបានទេរៀនធ្វើទានខ្លះគ្រាន់បានជាពូជនៃសេចក្តីសុខទៅកាន់បរលោកនាយអ្នកខ្វះបុណ្យនាំឲ្យខ្វះទ្រព្យហើយខ្វះញាតិទៀតហួងហែងច្រើនទុកក៏ច្រើនព្យាយាមបំពេញតួនាទីអ្នកឲ្យបានល្អបើត្រូវប្រែប្រួលក៏អស់ចិត្តដែរព្រោះអ្នកបានធ្វើអស់ពីសមត្ថភាពហើយអាហារផ្លូវចិត្តភាគ5ចង់ឲ្យគេគ្រប់អ្នកត្រូវចេះគ្រប់គេមុនរៀនផ្ដល់តម្លៃដល់សេចក្តីថ្លៃថ្នូរដល់មនុស្សសត្វអ្នកនឹងទទួលបានសេចក្តីសុខមកវិញព្យាយាមធ្វើរឿងណាដែលអ្នកអាចធ្វើបានរឿងដែលអ្នកធ្វើមិនទាន់បានរងចាំពេលវេលាដ៏សមគួរពេលដែលអ្នកមានឱកាសអាចធ្វើបានចិត្តបុណ្យចិត្តស្រស់ថ្លាចិត្តស្ងប់នាំឲ្យកាយក៏ស្រស់ចិត្តក៏ត្រជាក់ជីវិតបានសុខច្រើនព្រោះចិត្តស្ងប់ល្អគ្មាននរណាជៀសផុតពីការនិន្ទាបានទេសូម្បីតែព្រះពុទ្ធកុំសូវយកពាក្យសម្ដីលាមករបស់អ្នកដទៃមកបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកឡើយ
ធ្វើទានជួយសង្គ្រោះពេលគេមានទុក្ខអ្នកបានបុណ្យផងបានការរាប់អានផងបានដាំពូជជាអ្នកមានទ្រព្យច្រើនផងអ្នកធ្វើទានឈ្មោះថាបានឈ្នះនៅចម្បាំងដ៏ធំគឺចិត្តកំណាញ់ចិត្តមច្ឆរិយៈមនុស្សមានសម្ពាយបុណ្យខុសៗគ្នាជោគវាសនាជីវិតក៏ខុសគ្នាដែរប្រឹងប្រែងរកឲ្យអស់ពីសមត្ថភាពហើយចេះត្រេកអរចំពោះអ្វីដែលអ្នករកបានបើខ្ចីគេត្រូវចេះសងវិញកុំស៊ីដាច់បាបកម្មនាំឲ្យរកស៊ីមិនឡើងទេពាវារាវែងឆ្ងាយណាស់សងគេមិនងាយអស់ឡើយកុំយកមុខយកមាត់តែម្នាក់ឯងរៀនឲ្យតម្លៃរៀនលើកទឹកចិត្តរៀនផ្ដល់សេចក្តីថ្លៃថ្នូរដល់ក្រុមការងារទើបធ្វើការជាមួយគ្នាបានយូរគ្រប់យ៉ាងមិនស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់យើងទេកើតហើយរលត់ទៅវិញហួងហែងឲ្យនៅស្ថិតថេរមិនបានទេរៀនអនុញ្ញាតឲ្យវាប្រែប្រួលទៅចុះរឿងថ្ងៃស្អែកមិនទាន់មាននៅឡើយទេចាំស្អែកចាំជួបកុំព្រួយហួសហេតុពេកត្រៀមតែក៏ត្រូវចេះព្រមបើអ្នកមានបុណ្យអ្នកនឹងបានជួបរឿងល្អអតីតកាលបានកន្លងហួសទៅហើយកុំស្ដាយអីព្រោះបើស្ដាយទៅក៏កែអ្វីមិនបានដដែលយកវាជាមេរៀនហើយដើរទៅមុខកុំងាកក្រោយញឹកពេកកំហឹងដុតបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកដំបូងគេមុននឹងរៀលដាលដល់អ្នកដទៃកំហឹងទាញអ្នកមិនឲ្យទៅមុខបានឆ្ងាយពាក្យថាអមនុស្សតាមន័យអក្សរសាស្ត្រមានន័យថាអ្នកណាក៏ដោយដែលមិនមែនជាមនុស្សហៅថាអមនុស្សរួមចូលទាំងទេវតាខ្មោចព្រាយបិសាចនរុប្រែតដេរិឆានសូរកាយអមនុស្សនឹងមានពីរប្រភេទគឺអមនុស្សថ្នាក់ខ្ពស់និងអមនុស្សថ្នាក់ទាបអមនុស្សថ្នាក់ខ្ពស់បានដល់ទេវតាដូចជារុក្ខទេវតាអាកាសទេវតាគេមានសេចក្តីសុខច្រើនជាងយើងមានអាយុវែងជាងយើងពណ៌សម្បុរគេស្អាតជាងយើងលក្ខខណ្ឌរស់នៅគេល្អជាងយើងចំណែកអមនុស្សថ្នាក់ទាបដូចជាប្រែតនរុដេឆានសូរកាយនឹងរងទុក្ខលំបាកវេទនាអត់បាយអត់ទឹកដោយកម្លាំងកម្មដែលខ្លួនបានធ្វើពីអតីតជាតិមកអមនុស្សខ្លះមានឫទ្ធិមានអំណាចអាចធ្វើទុក្ខបុកម្នេញចំពោះមនុស្សខ្លះដែលមានពៀវេរាធ្លាប់បៀតបៀនជីវិតអ្នកដទៃឬក៏បុគ្គលនឹងខ្សោយទាំងកាយចិត្តនឹងក៏មួម៉ៅស្មុគស្មាញទុនជាយអមនុស្សអាចមានឱកាសឆ្លៀតចូលធ្វើបាបចូលក្នុងខ្លួនបុគ្គលនឹងអីជាដើមអញ្ចឹងតែអញ្ចឹងហើយបានជាព្រះអង្គឲ្យយើងមានសិលនៅក្នុងខ្លួនមានបរតនត្រ័យជាទីពឹងទីរលឹកពួកអមនុស្សនឹងមិនសូវហ៊ានធ្វើបាបចំពោះអ្នកមានសិលទេព្រោះគេមានលក្ខខណ្ឌរស់នៅមានបទបញ្ជារបស់គេដែរបើធ្វើបាបអ្នកមានសិលអមនុស្សនឹងមានទោសទៅវិញប៉ុន្តែអមនុស្សខ្លះជាសមាទិដ្ឋិអមនុស្សខ្លះជាមិច្ឆាទិដ្ឋិអមនុស្សខ្លះស្គាល់បុណ្យស្គាល់បាបដឹងខុសដឹងត្រូវអត់ធ្វើអាក្រក់ទេប៉ុន្តែអមនុស្សខ្លះខូចដែរដូចតែមនុស្សយើងចឹងដែរមនុស្សខ្លះធ្វើល្អដឹងខុសដឹងត្រូវមនុស្សខ្លះពាលាអាសាយជេរម៉ែជេរឪដល់ពេលអមនុស្សហ្នឹងក៏អញ្ចឹងដែរមិនប្រកាសថាទេវតាសិតតែទេវតាល្អទាំងអស់ទេមិនប្រកាសថាអមនុស្សហ្នឹងសិតតែល្អទាំងអស់ទេអញ្ចឹងនៅពេលដែលគេចូលមកសន្ធិដ្ឋអីយើងធ្វើមិនដឹងថាអមនុស្សនឹងជាសមាទិដ្ឋិឬក៏មិច្ឆាទិដ្ឋិ
ហើយយើងជាមនុស្សមិនយើងមានអត្តសញ្ញាណប័ណ្ណប៉ាសពតជីកំណើតយើងមិនអាចនឹងកំណត់ដឹងថាមនុស្សនឹងល្អអាក្រក់ផងចុះតម្រាំថាគេមកចូលយើងមិនដឹងថាគេមកពីណាយើងចេះឮតែគេថាអ្នកនេះអ្នកនោះទៅយើងមិនដឹងវើអត់ទាំងដឹងអត្តសញ្ញាណប័ណ្ណគេមិនផងហ្នឹងប៉ុន្តែក្នុងធម៌ក៏មិនឲ្យមានចិត្តស្អប់មើងងាយអមនុស្សដែរពីព្រោះបើយើងមានចិត្តអាក្រក់ជាមួយគេអាចធ្វើបាបយើងចឹងដែរឧទាហរណ៍ថាបងប្អូនខ្លះទៅព្រៃទៅភ្នំមាត់សម្ដីអាក្រក់ទេអមនុស្សអាចចាប់កំហុសធ្វើបាបបុគ្គលនឹងបានចឹងយើងអាចសម្ដែងការរាប់អានចំពោះអមនុស្សដូចនៅផ្ទះចឹងខ្មែរយើងជួយចិត្តឲ្យជានាងផ្ទះជាអារក្ខទេវតាដែលថែរក្សានៅភូមិឃុំតំបន់ហ្នឹងទៅឬក៏ជារុក្ខទេវតានៅដើមឈើដែលខ្មែរយើងជួយចិត្តហៅចូលគ្នាថាអរុក្ខអរិយពាក្យហ្នឹងពាក្យពីរមួយរុក្ខទេវតាដើមឈើមួយអារក្ខទេវតាដែលថែរក្សាតំបន់ភូមិស្រុកហ្នឹងនៅក្នុងធម៌ថាបើកុលបុត្រនឹងភិក្ខុនឹងសាមណេរនឹងបាសកបាសិកានឹងផ្សាយមេត្តាដល់មនុស្សដល់ទេវតាជាពិសេសទេវតានឹងជួយថែរក្សាបុគ្គលនឹងវិញប្រកបដោយធម៌មានន័យថាដោយអំណាចនៃយើងជាមនុស្សល្អនឹងទេវតាក៏តាមថែរក្សាដោយសារយើងជាអ្នកមានបុណ្យនឹងឯងអញ្ចឹងយើងមិនអាចពឹងផ្អែកបែបន់ស្រន់បួងសួងសុំអង្វរឲ្យគេមកជួយយើងដោយយើងមិនបានផឹងប្រែងធ្វើល្អដោយខ្លួនឯងទេហើយបើយើងមានសមាធិមានបញ្ញាច្បាស់លាស់យើងកំណត់ដឹងយើងប្រឹងធ្វើល្អទៅផលល្អគង់នឹងបានយើងផ្សាយមេត្តាទៅដល់ទេវតាក្តីដល់មនុស្សក្តីមេត្តានឹងឯងនឹងផ្ដល់សេចក្តីស្រឡាញ់ការរាប់អានត្រឡប់មកយើងវិញអញ្ចឹងយើងសម្ដែងការរាប់អានជាមួយមនុស្សផងជាមួយទេវតាផងយើងធ្វើជាមិត្តមនុស្សផងជាមិត្តនឹងអមនុស្សផងមានឱកាសអាចការពារបិទបាំងរារាំងអន្តរាយកើតពីសេចក្តីប្រមាទនឹងបានដែរនៅសម័យពុទ្ធកាលមានភិក្ខុ30អង្គលោកគង់នៅក្នុងព្រៃហ្នឹងប៉ុន្តែក្នុងព្រៃហ្នឹងអមនុស្សហ្នឹងគេអត់ចង់ឲ្យលោកនៅព្រោះកន្លែងគេនៅលោកទៅរំខានគេអញ្ចឹងគេលងលោកសក់វែងតេនតាយភ្នែកលៀនមកអណ្ដាតលៀនថ្លិនមកធុំក្លិនស្អុយទៅសំលេងគម្រាមបលាចទៅលោកភ័យរត់ចោលកន្លែងហ្នឹងបានទៅជួបព្រះសម្មាសម្ពុទ្ធព្រះអង្គដឹងរឿងនឹងហើយក៏ព្រះអង្គបង្រៀនធម៌ផ្សាយមេត្តាដល់ភិក្ខុទាំង30អង្គហ្នឹងថាត្រូវត្រឡប់មកកន្លែងហ្នឹងវិញស្វាធ្យាយករណីយមេត្តាសូត្រដែលញាតិញោមអាសានិមន្តព្រះសង្ឃទៅសូត្រហ្នឹងរហូតដល់គេលេងរឿងមកលោកទៅសូត្រករណីហើយស្រាប់តែខ្មោចរត់អស់ហ្នឹងក្នុងន័យហ្នឹងមិនមែនធម៌ដេញខ្មោចទេករណីយមេត្តាសូត្រគឺសូត្រផ្សាយមេត្តាដល់ពពួកសពសត្វទាំងអស់អមនុស្សមកព្រាយវិសាចអីសូមឲ្យបានសេចក្តីសុខរួចផុតពីទុក្ខទោសទាំងឡាយទាំងពួងហ្នឹងហើយក្នុងរឿងហ្នឹងនៅពេលដែលភិក្ខុសង្ឃផ្សាយមេត្តាពពួកអមនុស្សដែលធ្លាប់តែខឹងស្អប់លោកបែរមកទៀតធ្វើកូនសិស្សលោកខ្លែងខ្លួនធ្វើជាមានុបមកទទួលបានទទួលជីវរពីព្រះសង្ឃបម្រើព្រះសង្ឃទៅវិញដោយអានុភាពនៃមេត្តាជាសរុបមកវិញយើងមិនឲ្យស្អប់អមនុស្សទេយើងអាចគោរពបូជាថ្វាយផ្កាថ្វាយនំចំណីអីហើយប៉ុន្តែក៏យើងមិនអាចនឹងពឹងផ្អែកជោគវាសនាអង្គុយតបែអង្គុយតបនដែរពីព្រោះអមនុស្សហ្នឹងក៏មានកម្មរបស់គេដែរយើងក៏មានកម្មរបស់យើងជាសត្វលោកដែលត្រូវរស់នៅក្នុងវាលវដ្តសង្សារមានទុក្ខរៀងខ្លួនយើងក៏មានទុក្ខទេវតាអមនុស្សនឹងក៏មានទុក្ខដែរអញ្ចឹងយើងផ្សាយមេត្តាដល់សពសត្វទាំងអស់យើងប្រឹងសាងបុណ្យសាងកុសលសាងបុណ្យបារមីសាងបញ្ញាសម្រាប់ខ្លួនយើងហើយយើងផ្សាយនៅសេចក្តីស្រឡាញ់នេះដល់មនុស្សដល់ទេវតាដល់អមនុស្សទាំងអស់ហ្នឹងដើម្បីឲ្យបានសេចក្តីសុខដែរអាហ្នឹងយើងធ្វើមិត្តជាមួយនឹងមនុស្សផងជាមួយនឹងអមនុស្សផងអនុមោទនា
មានអ្នកខ្លះទៅដូចថាជួបរឿងផ្ទួនធំពេកទៅធ្វើឲ្យអស់កម្លាំងរកផ្លូវចេញមិនរួចទៅក៏ដូចថាមិនដឹងរស់ដើម្បីអីទៀតអញ្ចឹងក៏អស់សង្ឃឹមទុនដៃទុនជើងលែងធ្វើអីកើតប៉ុន្តែអ្នកខ្លះទៀតហ្នឹងជួយចិត្តសំរឿងអន់ចិត្តតូចចិត្តមួម៉ៅខឹងនេះនោះដល់ពេលវាសំយូរទៅវាស្នឹមនៅក្នុងចិត្តសិតតែអកុសលសិតតែបពួកព្រាយវិសាចនៅក្នុងចិត្តហ្នឹងវាធ្វើឲ្យយើងចាញ់ច្រាបអកុសលហ្នឹងលែងធ្វើអីកើតមកវាងងឹតមកក្នុងគំនិតក្នុងជីវិតហ្នឹងរហូតពន្លឺមិនឃើញប៉ុន្តែបើសិនយើងបើកទ្វារទទួលយកអំពើល្អខ្លះការគិតត្រូវខ្លះយកមកទុកក្នុងចិត្តមកឧទាហរណ៍ថារឿងណាហួសហើយនឹងតែចប់ចាត់ទុកថាយើងមានផលបាបចាស់ឬចាស់ឥឡូវយើងប្រឹងសាងបុណ្យថ្មីទៅឥឡូវយើងមានអីបណ្ណាយើងប្រឹងធ្វើប៉ុណ្ណឹងទៅបើថាខុសឆ្គងយើងសុំទោសគេទៅបើថាមានជាពាក់វៈវិនយើងបង្ហាញសេចក្តីស្មោះត្រង់ឲ្យគេដឹងឮហើយយើងសុំការអភ័យទោសឬក៏អនុញ្ញាតបណ្ណាដែលយើងអាចបន្តដំណើរទៅមុខទៀតwhen យើងនៅតែប្រឈមមុខដោះស្រាយបញ្ហាអញ្ចឹងធម្មតាកំណត់ដឹងថាហ្នឹងជីវិតហ្នឹងវាអញ្ចឹងវាឡើងវាចុះវាដូចជាយើងធ្លាប់ធ្វើអំពើកម្មពីអតីតពេលខ្លះយើងធ្វើបុណ្យពេលខ្លះយើងធ្វើបាបអញ្ចឹងជីវិតយើងបច្ចុប្បន្ននេះវាត្រូវឲ្យផលអញ្ចឹងដែរពេលខ្លះឡើងពេលខ្លះចុះពេលខ្លះឡើងអញ្ចឹងវាជាធម្មតាតាអ្នកណាក៏ជួបរឿងអញ្ចឹងទៅស្រុកណាក៏តែអញ្ចឹងអាមេរិកកាំងអូស្ត្រាលីណាទៅដល់អាត្មាធ្លាប់ជួបមានទុកដូចតែយើងដែរហើយនៅជាតិណាក៏ទៅជួបរឿងអញ្ចឹងជាធម្មតានៃជីវិតសត្វលោកព្រោះមានអីចម្លែកថាហេតុអីក៏ខ្ញុំពិបាកម៉េះហ្នឹងយើងកើតជាមនុស្សយើងពិបាកប៉ុណ្ណឹងបើយើងផ្លត់កតិទៅកើតជាសត្វជានរកប្រែតអីមិនដឹងទៅប្តឹងពីណាកើតទៅត្អូញត្អែពីណាកើតឆេះភ្លើងរាល់ថ្ងៃតែអញ្ចឹងឥឡូវយើងមានកំណើតជាមនុស្សយើងសល់ពេលវេលាសល់ជីវិតសល់ប្រហែលខ្ញុំប្រឹងធ្វើល្អធ្វើបុណ្យជាមួយម៉ែជាមួយឪធ្វើទានរក្សាសិលសំចំណេះសំវិជ្ជាសំសតិសំបញ្ញាសំស្មារតីដល់ថ្ងៃស្លាប់ទៅវិញខ្ញុំបានប្រមូលបុណ្យបានច្រើនណាស់ហើយរឿងក្នុងលោកនេះធម្មតាទៅបើធ្វើម៉េចឥឡូវក្នុងធម៌ក៏ឲ្យយើងចេះទទួលស្គាល់ចេះប្រឹងហើយក៏ចេះព្រមដែរក្នុងភាសាធម៌ឲ្យមានវិរិយៈហើយនឹងសន្តោសៈវិរិយៈមានន័យថាប្រឹងឲ្យអស់ពីសមត្ថភាពដោះស្រាយបញ្ហាប៉ុន្តែដល់ពេលដោះបានបណ្ណាក៏ត្រូវសន្តោសៈចេះព្រមថាឥឡូវខ្ញុំប្រឹងអស់លទ្ធភាពហើយខ្ញុំជួយអស់ពីលទ្ធភាពខ្ញុំបណ្ដឹងហើយឥឡូវអ្នកណាសាងកម្មណាទទួលកម្មនឹងទៅវិញទៅកាត់បន្ថយសេចក្តីលមោបលោភលន់កំហឹងស្អប់គុំគួនចំណែននិន្ទាឈ្នានេះនឹងដាក់ចូលមកវិញនៅបញ្ញាស្មារតីត្រេះរិះពិចារណាកាត់បង់នៅការជាប់ជំពាក់វៈវិនអាសេមសាមច្រើនអានឹងយើងដូចថាហ្នឹងឯងឥឡូវធ្វើម៉េចទៅមុខទៀតទៅជីវិតហ្នឹងវាត្រូវមានទុកអញ្ចឹងហើយអញ្ចឹងយើងផ្ដល់ឱកាសឲ្យខ្លួនឯងសម្រាប់ធ្វើល្អខ្លះទៅកុំឲ្យអាពួកព្រាយបិសាចមួម៉ៅក្តៅក្រហាយហ្នឹងវាមកសន្ធិដ្ឋនៅក្នុងចិត្តយើងយូរពេកដកខ្លួនខ្លះបើមិនចឹងឯងយើងធ្ងន់ទៅយើងចាញ់ច្រាបវាពិបាកណាស់អញ្ចឹងយើងដកខ្លួនដើម្បីសាងបុណ្យសាងកុសលមិនមែនដកខ្លួនពីបញ្ហាដកខ្លួនពីបំណុលអីទេគ្រាន់តែថារៀនប្រើបញ្ញាស្មារតីទទួលស្គាល់ការពិតនៃជីវិតយើងរៀនស្វែងយល់អំពីដំណើរនៃជីវិតដំណើរនៃធម្មជាតិដំណើរនៃសង្ខារនេះវាមានហេតុគ្រប់គ្រាន់ក៏កើតពេលណាហេតុនឹងអស់ទៅដូចជាគៀងអស់ប្រេងក៏រលត់យំក៏ខាត់បានដែរអញ្ចឹងហ្នឹងហើយឥឡូវសូម្បីតែពុទ្ធព្រះអង្គខាត់រិហុលជាកូនរបស់ព្រះអង្គថាកុំឲ្យសគត់មុនអីរិហុលសគត់បជន30ជាងព្រះអង្គនៅដល់80ជាងប៉ុន្តែខាត់កូនមានបានណាហ្នឹងព្រះផងហ្នឹងយើងណាទៅមាន
កម្លាំងអំណាចអីទៅខាត់ស្អីបានឥឡូវយើងមានតែប្រឹងឲ្យអស់ពីសមត្ថភាពហើយយើងទទួលស្គាល់ថាខ្ញុំប្រឹងអស់ហើយឥឡូវបានប៉ុណ្ណឹងអានឹងយើងមិនសូវធ្ងន់ណាមិនដាក់សម្ពាធលើខ្លួនឯងហើយក៏មិនសូវមានទុកដែរអនុមោទនាពាក្យថាអារម្មណ៍មិននឹងណោហ្នឹងបើនិយាយឲ្យត្រូវនិយាយថាចិត្តមិននឹងណោត្រូវជាងពីព្រោះអារម្មណ៍សំដៅទៅលើអ្វីនៅខាងក្រៅរូបសម្លេងរឿងរ៉ាវអីទាំងអស់ហ្នឹងវាកើតលេចដែកធម្មតារបស់វាប៉ុន្តែចិត្តរបស់យើងដែលតាមវាទៅវាធ្វើឲ្យវារវើរវាយគិតច្រើនស្មុគស្មាញដែតដងតាមរឿងទាំងអស់ហ្នឹងយើងអត់បានខាត់រារាំងការពារកុំឲ្យវាធ្លាក់ទៅក្នុងអំណាចនៃអារម្មណ៍នៃរឿងរ៉ាវទាំងអស់ហ្នឹងអញ្ចឹងជាធម្មតារឿងវាកើតឡើងជាបន្តបន្ទាប់នេះបន្តិចនោះបន្តិចល្អខ្លះអាក្រក់ខ្លះគេសរសើរខ្លះគេនិន្ទាហើយជារឿងធម្មតាយើងទៅខាត់រឿងទាំងអស់ហ្នឹងមិនបានទេប៉ុន្តែអ្វីដែលយើងអាចធ្វើបានគឺរក្សាចិត្តបើអារម្មណ៍ហ្នឹងវាគិតទៅនាំឲ្យក្តៅក្រហល់ក្រហាយមួម៉ៅអាហ្នឹងយើងទុកម្ដុំទៅយើងបដោតផ្ចង់អារម្មណ៍មកលើរឿងណាដែលនាំឲ្យចិត្តជ្រះថ្លាសប្បាយរីករាយឧទាហរណ៍ថាការប្រឹងប្រែងការតស៊ូគុណពុកគុណម្ដាយគុណបរតនត្រ័យរឿងដែលយើងត្រូវធ្វើភារកិច្ចដែលត្រូវបំពេញយកចិត្តមកផ្ដោតលើហ្នឹងទៅវាអូតូម៉ាទិកអារឿងរ៉ាវអត់ប្រយោជន៍រឿងមួម៉ៅក្តៅក្រហាយហ្នឹងវារសាត់បាត់ទៅហើយអារឿងនឹងរីកធំដោយសារចិត្តយើងចេះតែបដោតចេះតែគិតចេះតែរំលឹកវារឿងនឹងចេះតែផុសផុលឡើងប៉ុន្តែបើយើងបដោតទៅលើរឿងណាដែលជារឿងមានប្រយោជន៍រឿងមានប្រយោជន៍នឹងដោះដាលឡើងរឿងអត់ប្រយោជន៍នឹងក៏រសាត់បាត់ទៅអញ្ចឹងវានៅលើយើងចេះពន្យល់ខ្លួនឯងថាធ្វើម៉េចដើម្បីទម្លាក់រឿងសៅមួម៉ៅសៅហ្មងហ្នឹងហើយមកចង់មកលើរឿងដែលនាំឲ្យជ្រះថ្លាឧទាហរណ៍ថាយើងមានមិត្តភ័ក្តិល្អយើងទៅកន្លែងនាំឲ្យកើតចិត្តជ្រះថ្លាយើងទៅវត្តបូជាផ្កាយើងទៅរៀនសូត្រយើងទៅស្ដាប់ការណែនាំការបង្ហាត់បង្ហាញអញ្ចឹងទៅអញ្ចឹងចិត្តហ្នឹងវាផ្ដោតទៅលើរឿងនាំឲ្យ
រីករាយជ្រះថ្លាវាធ្វើឲ្យចិត្តនឹងស្រស់វាធ្វើឲ្យចិត្តនឹងមានកម្លាំងមានពន្លឺអាចនឹងរឹងមាំហើយអាចធ្វើឲ្យមានបញ្ញាអាចពិចារណាដោះស្រាយបញ្ហាបានល្អជាងដែលរវើរវាយគិតទៅក្នុងរឿងដែលនាំឲ្យក្តៅក្រហាយហ្នឹងចឹងជាប្រចាំយើងមានតួនាទីមួយរៀបចំចិត្តគំនិតតោងយកអារម្មណ៍ណាដែលនាំឲ្យជ្រះថ្លាហើយចាក់ចេញពីអារម្មណ៍ដែលនាំឲ្យមួម៉ៅក្តៅក្រហាយតែបើថាយើងមិនអាចប្រកបវិជ្ជាបានទាំងស្រុងមែនអារម្មណ៍ដែលកើតឡើងក្នុងជីវិតនឹងវាមានល្អខ្លះអាក្រក់ខ្លះយើងមិនអាចទៅរៀបរៀងខាត់ខាំងបានទេប៉ុន្តែឧទាហរណ៍ថាបើវាកើតមកហើយក៏ឲ្យវារលត់ទៅកើតមកហើយក៏ឲ្យវារលត់ទៅយើងកុំឲ្យវាតោងទៅលើអារម្មណ៍ហ្នឹងដែលមិនល្អនឹងច្រើនពេកហើយបើតោងគឺតោងទៅលើអារម្មណ៍ណាដែលនាំឲ្យជ្រះថ្លាសប្បាយរីករាយក្នុងបុណ្យកុសលបើវាទាញទៅក្នុងសបាយដែរប៉ុន្តែសបាយផ្លូវខុសអាហ្នឹងក៏នាំឲ្យគ្រោះថ្នាក់ក្នុងពេលក្រោយដែរអញ្ចឹងយើងរៀនរក្សាចិត្តឲ្យស្ថិតនៅក្នុងកុសលធម៌ស្រស់ជ្រះថ្លានឹងយើងមិនសូវមួម៉ៅសៅមកមិនសូវរវើរវាយទេខ្លាចគេថាអ្នកខ្លះខ្លាចគេថាពេករហូតដល់ថ្នាក់រួញខ្លួនរួញគំនិតមិនហ៊ានធ្វើអ្វីដែលខ្លួនពេញចិត្តរស់នៅដើម្បីតម្រូវតែចិត្តគេរហូតជួនកាលគេមិនទាំងបានគិតអីពីយើងផងគេក៏ខ្លាចដូចតែយើងដែរយូរទៅនាំគ្នារស់ទាំងភ័យខ្លាចគ្នាទៅវិញទៅមកយើងមិនអាចតម្រូវចិត្តគេបានគ្រប់គ្នាទេបើអ្នកគិតថាល្អហើយមានប្រយោជន៍ហើយធ្វើទៅធ្វើឲ្យអស់ពីចិត្តពីថ្លើមឲ្យបានសម្រេចជោគជ័យហើយប្រាប់គេថាអ្វីដែលអ្នកគិតគឺពិតជាត្រឹមត្រូវមិនមែនថាមិនឲ្យស្ដាប់យោបល់គេទេស្ដាប់ចុះតែពិចារណាផងបើគេឲ្យយោបល់ដើម្បីឲ្យអ្នកបានចម្រើនទទួលយកចុះហើយអរគុណគេផងតែបើគ្រាន់តែជាពាក្យបញ្ឈឺឌឺដងទេកុំយកមកទុកក្នុងខួរក្បាលអីបោះចោលទៅហើយត្រូវប្រឹងប្រែងរហូតបានសម្រេចអ្នកនឹងក្លាយជាមនុស្សរឹងមាំមិនថិតក្រោមសម្ពាធអ្នកដទៃទេសូមកុំឲ្យអ្នកដទៃមកគូសវាសជោគវាសនាឲ្យអ្នកឡើយត្រូវប្រឹងឈរដោយខ្លួនឯងសាងសមត្ថភាពនិងគុណធម៌ហើយធ្វើដំណើរទៅមុខដោយភាពស្វាហាប់នៅកន្លែងមួយទោះជារដ្ឋក្តីឯកជនក្តីវត្តអារាមក្តីដូចថាយើងសាមគ្គីគ្នាទៅស្រឡាញ់គ្នាទៅធ្វើការមួយគ្នាទៅយើងថាស្រួលប៉ុន្តែពេលអនុវត្តជាក់ស្ដែងវាពិបាកនឹងហៅមនុស្សឲ្យ
ផ្សះផ្សារូបរួមផឹងផែងពីព្រោះវាត្រូវការមានធម៌ដែលជាទឹកអង្សាធ្វើឲ្យរស់នៅធ្វើការមួយគ្រាកើតដែលព្រះពុទ្ធលោកហៅថាសារនីយធម៌មាន6មួយមេត្តាកាយកម្មដូចថាការធ្វើការងារហ្នឹងក៏ប្រកបដោយមេត្តាដែរជួយគ្នាមិនយករួចទៅខ្លួនទេហើយមេត្តាវចីកម្មនិយាយពីរោះពិសាដាក់គ្នាទាំងចំពោះមុខទាំងកំបាំងមុខព្រះអង្គសម្ដែងយ៉ាងទៀតប៉ុន្តែយើងហងៃដូចទីជួយចិត្តនិយាយពីរោះនៅមុខខាងក្រោយនិយាយអក្រក់ដាក់គ្នាអញ្ចឹងទៅហើយអញ្ចឹងវាអត់អាចសាមគ្គីគ្នាទៅកើតទេវាត្រូវមានមុខតែមួយស្រឡាញ់គ្នាទាំងចំពោះមុខទាំងកំបាំងមុខនិងមេត្តាមនោកម្មចិត្តគំនិតគិតពីគ្នាហ្នឹងក៏អត់មានចំណែនស្អប់គុំគួនដែរហើយសាធារណភូគីចេះចែកម្លែកមិនយកតែម្នាក់ឯងទេបើគេបានសុខដែរមួយទៀតនោះជាអ្នកដែលមានសិលធម៌រស់នៅនឹងប្រហាក់ប្រហែលគ្នាយើងរងាយដូចថាមានក្រមសិលធម៌ការងារស្តង់ដារការអនុវត្តនឹងប្រហាក់ប្រហែលគ្នាបើខុសគ្នាបើពិបាករស់នៅមួយគ្នាមិនអាចសាមគ្គីជាមួយគ្នាហើយនឹងមួយទៀតទិដ្ឋិសាមញ្ញតាចិត្តគំនិតហ្នឹងក៏ប្រហាក់ប្រហែលគ្នាមិនមានអ្នកចង់តែឈ្នះចង់តែប្រកបប្រទៀងយកមកតែត្រូវខ្លួនឯងអញ្ចឹងវាតលថាសមាជិកក្នុងស្ថាប័នហ្នឹងរៀនមានចិត្តមេត្តារៀនចែករំលែករៀនរស់នៅប្រកបដោយសិលធម៌ហើយព្រះអង្គសម្ដែងទៅទាំងចំពោះមុខទាំងកំបាំងមុខទើបកន្លែងហ្នឹងបានសុខទើបបានចម្រើនទើបនាំឲ្យមានសាមគ្គីហើយនាំឲ្យចេះគោរពគ្នានាំឲ្យបានសេចក្តីសុខនឹករលឹកគ្នាទៅវិញទៅមកដោយចិត្តមេត្តាហើយបើយើងគ្រាន់តែថាមករួបរวมគ្នាសាមគ្គីទេប៉ុន្តែយើងអត់មានធម៌នៅក្នុងខ្លួនរបស់សមាជិកនៅក្នុងហ្នឹងអានឹងអត់អាចសាមគ្គីគ្នាទៅបានទេយើងតើថាយើងម្នាក់រៀនអប់រំខ្លួនឯងរៀនទម្លាក់ស្មិមានអ្នកខ្លួនឯងរៀនផ្ដល់សេចក្តីស្រឡាញ់ដល់ខ្លួនឯងផងដល់ក្រុមការងារផងហើយដូចថារៀនសម្របសម្រួលសម្របខ្លួនខ្លះដាក់ខ្លួនខ្លះហើយគេក៏ដាក់ខ្លះហ្នឹងទើបអាចរស់នៅជាមួយគ្នាបានសុខហើយធ្វើការងារជាមួយគ្នាទៅមុខបានចម្រើនបើបុគ្គលនឹងទម្លាប់សន្សំនិស្ស័យអញខ្លាំងអញប្រកែមានតែអញបានធ្វើកើតមានណាដល់អញអាហ្នឹងយូរទៅវាជាមនុស្សដែលគេអត់ហ៊ានប្រាប់បើនៅក្នុងធម៌លោកហៅទុបចោមានន័យថាប្របាក់បដៅគេលែងហ៊ានប្រាប់ទៀតបើទោះជាគេឃើញកំហុសនឹងក៏ដោយអានឹងទៅជាគ្រោះថ្នាក់ទៅវិញអញ្ចឹងបានព្រះអង្គឲ្យយើងរក្សាចិត្តទម្លាប់ខ្លួនជាមនុស្សសុវចោមានន័យថាងាយបដៅងាយប្រាប់ពេលគេនិយាយប្រាប់ពីកំហុសខុសឆ្គងយើងទទួលហើយអរគុណដល់អ្នកដែលជួយប្រាប់កំហុសយើងនឹងឧបមាដូចជាអ្នកដែលប្រាប់ថាមុខយើងប្រឡាក់ធ្យូងអញ្ចឹងមិនមានអ្នកពវៀងពងវងមានលេះច្រើនទេហើយមនុស្សនឹងជាមនុស្សដែលមានឱកាសអាចអភិវឌ្ឍខ្លួនឲ្យប្រសើរខ្ពង់ខ្ពស់ទៅបានព្រះអង្គប្រសើរថាដូចជាព្រះច័ន្ទចេញពីពពកអញ្ចឹងវាភ្លឺ
ចឹងយើងតប្រយ័ត្នប្រយែងចិត្តគំនិតរបស់យើងកុំឲ្យវាដុះស្នឹមទៅលើមានអ្នកការប្រកាន់គំនិតតើអញបានត្រូវគេមិនដល់អញហើយមិនចេះឲ្យតម្លៃគេនៅពេលដែលគេផ្ដល់យោបល់ពិភាក្សាអីហ្នឹងគឺថាអញមានតើអញតើគំនិតនឹងគំនិតអញបានល្អបានខ្លាំងបានប្រកែហើយក៏គុំទម្លាប់ថាការងារហ្នឹងអត់ពីអញទៅដួលអាហ្នឹងជាលក្ខណៈរបស់មនុស្សដូចថាក្មេងខ្ចីមិនចេះបដោះអ្នកដែលបន្តការងារនឹងឲ្យនៅយូរវែងបានយើងស្លាប់ការងារនឹងស្លាប់ដែរមានន័យថាយើងជាមនុស្សខ្សោយអត់បន្តបេសកកម្មនឹងឲ្យបានយូរវែងឲ្យមានអ្នកណាមួយអាចធ្វើការងារនឹងជំនួសយើងបើទោះជាអត់ពីយើងទៅអានឹងចិត្តចង្អៀតតែចិត្តចង្អៀតចឹងវាបានអាយុខ្លីអាយុខ្លីទាំងខ្លួនយើងអាយុខ្លីទាំងការងារអញ្ចឹងម្នាក់វាមិនចេះអីគ្រប់រឿងទេយើងចេះនេះគេចេះនោះយើងចេះឲ្យតម្លៃគេក៏ស្រឡាញ់រាប់អានយើងគេជួយប្រាប់យើងគេជួយណែនាំយើងឲ្យបានរីកចម្រើនថែមបើយើងមានអ្នកច្រើនប្រកាន់ច្រើនគេខ្លាចហើយយើងក្រឹននៅនឹងហើយយើងធ្វើការងារជាមួយគេមិនចុះអភិវឌ្ឍខ្លួនមិនបានខ្ពស់ហេតើជាមនុស្សសុវ័យចោងាយបដៅទើបអភិវឌ្ឍខ្លួនបានចម្រើនចំណុចនេះព្រះអង្គសម្ដែងថាវិហញ្ញតិចិត្តវសានុវតីប្រែមកវិញថាអ្នកប្រព្រឹត្តតាមអំណាចចិត្តរមែងលំបាកក្នុងន័យនេះចិត្តមិនបានអប់រំល្អឧទាហរណ៍ថាចិត្តនឹងចង់ជេរគេចង់វាយគេចង់និយាយដើមគេចង់កុហកអញ្ចឹងបើយើងធ្វើតាមអំណាចចិត្តហ្នឹងរមែងមានបញ្ហាមានផលមិនល្អដោយអំណាចចិត្តហ្នឹងវាមានមេរោគនៅពីក្រោយមានមេរោគចំណែននិន្ទាឈ្នានីសខឹងគុំគួនស្អប់អញ្ចឹងនាំឲ្យនិយាយស្ដីមកក៏មិនល្អបញ្ចេញសកម្មភាពមកក៏មិនល្អដែរព្រះអង្គសម្ដែងថាមโนពពាំងទមាធម្មាធរទាំងឡាយមានចិត្តជាប្រធានហ្នឹងអញ្ចឹងយើងមានសតិមានបញ្ញានៅក្នុងស្តេបឋានសូត្រលោកឲ្យមានធម៌ពីរដែលមានឧបការៈច្រើនក្នុងជីវិតរបស់យើងគឺសតិនិងសម្បជញ្ញៈសតិគឺការដឹងថាចិត្តរបស់យើងនឹងវាមានសភាពយ៉ាងម៉េចល្អឬក៏មិនល្អខឹងឬក៏មេត្តាចំណែននិន្ទាឈ្នានីសអីក៏ដោយស្ថានភាពចិត្តបែបណាក៏យើងដឹងដែរបើល្អយើងរុញបន្ថែមយើងដាក់ជីដាក់ទឹកឲ្យចិត្តនឹងដុះលូតលាស់បានល្អថែមឲ្យចិត្តនឹងរត់ទៅរកអារម្មណ៍នឹងទៅទៀតឧទាហរណ៍ថានឹកដល់គុណពុទ្ធគុណពធគុណប្រសង្ឃនឹកដល់បុណ្យកុសលដែលខ្លួនបានធ្វើហើយអានសភៅធម៌អប់រំចិត្តស្ដាប់ធម៌នៅជាមួយមនុស្សណា
chỉ còn là giàn mất vừa chặt dương chìm rán nâng tệ nâng đăng thở ô chặt nơi cái lại nâng chìm rán chẳng rối nhau vừa sự cầm bằng phim nâng bắt to từ tiền hay bởi chặt nâng việc cung cuốn việc ọp việc chân nén việc nâng tía nâng chỉ thò mà đái chặt ở bọc tôi chuyến tay từ miền chẳng ngày và đấy từ miền bánh nhá mà chui tục scat bình dùa cũng ơi khăn nâng về dù bê cũng ơi chân nén tiêu tha ơi còn chân nén ấy bồn kia thế kịp rằng vừa màu bị muôn máu chẳng bạn kia miền kia bán nâng tẩy ỏ nâng kia tới miền mục thị tà vì cuối cùng khăn và can mà nụ nâng ấy mà nụ nâng thành trăng bạn thì say màu cái này xòm màu trắng chui tới bởi chui ban và mán coi dương chặt tục hay chịu bồn bà dương và nắng rừng nè cái mình cái nâng nè sự vịt sự pi cam rồi bỏ nè tư nâng dương ọt khuôn hay và can khăn ao xây tạm chặt dương tròn hồ để chẳng dương thu rồi hồ đò miền bánh nhá lẹ can lẹ cắt nơi cái đây can nộp bạc tiền chẳng chỉ đào âm tờ chẳng dương mình lúc nông ẩm nát này chặt để vì nòm từ thường vừa cọ vậy đào ấy ôi cô vài tuần hẹ chê kê ấy thế miền sạch tệ miền bánh nhá chỉ nè tục scat nơi chặt ở cọ thằng ở nâng tự dương mình sẽ cái tục mình sẽ tự tu hol bị bạ chỉ tục bị chặt bà dương nè chất bom núi dứng vừa sọc vừa túc vừa vua nó lơ phiệp xài mòn chiết pol nó không chất bà dương nó miền cầm rật na xâm đáy từ lơ có xó miền địch thả khăn chân này ọp mô màu cùng cuốn vừa rồi đó nó vì chia bậc căn hung hay vậy chứ bờ chiết pol có sao nó về miền này không chặt chớn về cả tục của trà đài pro về đôi phượng chẳng về sài nơi vật thổ ná về đột nơi vật thổ nâng bờ phượng cho bán che cho bán phượng prey che prey từ dạng ná phượng có sao nó vì sài chất vì che chất vì thừa chất nó cả đại cả họ cả hai nhưng làm bay cắt bật thoi thì cái đây túc to là cắt bật thoi rồi coi bỏ sầm ạt nơi rừng xài mòn có sao chiết pol nơi con chặt nâng chành tim đòn tam rồi dạ cài dul trôi chất nơi tầm nào này thòm mà chiết thì họ tha mình chả này cái tê bị pro dul tha mình nè nó vừa miền sầm pi bon xem cái này cái thưa bon chớn có cái bàn lọ chớn chẳng tới dương miền sầm pi bon cà phê dương phần nắng của dương bàn phần nắng chẳng dương đô bị chấn án tới chia riêng trade on bon đại cái bàn phở chẳng dương ọt vô chiết pol một thải mày bắt nó dương vô nằm
ការរៀនត្រេកអរចំពោះសេចក្តីសុខអ្នកដទៃនឹងឈ្មោះថាមុទិតាជាថ្នាំព្យាបាលអ៊ីសាកាយចំណែនបើយើងអត់ដឹងទេយើងប្រមូលជាតិពុលថែមមកនៅក្នុងចិត្តឧទាហរណ៍ថាជាតិពុលរឿងខាងគុំគួនស្អប់គេចឹងទៅបើយើងអត់ដឹងយើងដេកអោបភ្លើងហ្នឹងដល់អ្នកដែលកើតទុកជាងគេគឺខ្លួនឯងអញ្ចឹងតើតែមានបញ្ញាចេះពយល់ឲ្យខ្លួនឯងដឹងថាកំហឹងដែលខាងគេហ្នឹងវាជាភ្លើងនៅក្នុងចិត្តវាដុតយើងមុនគេហើយមានបញ្ញាកំណត់ដឹងថាហ្នឹងហើយធម្មជាតិមនុស្សសត្វហ្នឹងវាខុសគ្នាអញ្ចឹងយើងមិនអាចបខំគេឲ្យធ្វើដូចយើងគិតដូចយើងគ្រប់រឿងទេវាតាមនិស័យតាមការសំរបស់គាត់មកអញ្ចឹងឬក៏យើងគ្មានសមត្ថភាពបខំថារឿងនឹងត្រូវតែអញ្ចឹងបើមិនអញ្ចឹងខ្ញុំមិនព្រមការមិនព្រមហ្នឹងវាជាហេតុនាំឲ្យកើតទុក្ខនឹងឯងពីព្រោះរឿងរ៉ាវវាកើតឡើងអាស្រ័យហេតុរបស់វាបើឧទាហរណ៍ថាហេតុវាមាន80ផលវាមាន80ទេបុណ្យរបស់យើងមាន80ការព្យាយាមរបស់យើងមាន80អញ្ចឹងលទ្ធផលក៏បានតែ80បើទោះជាយើងអង្គុយកើតទុកចង់បាន100ក៏វាអត់បានដែរវាឧបមាដូចថាយើងធ្វើស្រូវ1ហិកតាវាត្រូវបានផលតែ3តោនចុះឧទាហរណ៍ហើយយើងយំចង់បាន10តោនយំងាប់ក៏វាមិនបានដែរដោយសារយើងសាងហេតុតែប៉ុណ្ណឹងអញ្ចឹងយើងមានបញ្ញាអញ្ចឹងយើងអត់សូវកើតទុកខ្លាំងទេអានឹងជាថ្នាំព្យាបាលហើយតាំងយើងប្រមូលសេចក្តីស្រឡាញ់ការយោគយល់ការចែករំលែកភាពត្រជាក់ត្រជុំការអត់ឱនមិនគំនុំគុំគួនមានតែពង្រីកសេចក្តីស្រឡាញ់ហ្នឹងឲ្យទលំទលាយទៅជាងយើងស្បើយអំពីសេចក្តីទុក្ខហ្នឹងឯងដោយសារយើងព្យាយាមប្រមូលជាតិពុលចេញពីចិត្តរបស់យើងអត់ប្រមូលជាតិពុលចូលទេអនុមោទនាស្មុគស្មាញចិត្តបើអ្នកចូលចិត្តប្រមូលរឿងក្តៅក្រហាយដាក់ក្នុងខួរក្បាលអ្នកច្រើនពេកអ្នកនឹងស្មុគស្មាញច្រើនមិនខានអ្នកខ្លះចូលចិត្តស្ពាយរឿងអតីតកាលរឿងដែលកន្លងហួសទៅហើយដេកស្ដាយក្រោយដេកអោបរហូតមិនព្រមយកវាទៅកប់ចោលទេហើយអ្នកខ្លះទៀតចូលចិត្តគិតច្រើនដេកភ័យស្រមើស្រមៃបង្កើតរឿងមកបន្លាចខ្លួនឯងតាមពិតទៅរឿងនោះមិនទាំងទាន់កើតឡើងផងបើតែយ៉ាងនេះយូរទៅចិត្តអ្នកកាន់តែស្មុគស្មាញទៅដោយសារតែមិនព្រមបោះចោលខ្លះប្រឹងដើរប្រមូលសម្រាមបន្ថែមរាល់ថ្ងៃរឿងអីថាមិនលំបាកដើម្បីបានសេចក្តីសុខកុំឲ្យស្មុគស្មាញច្រើនទាល់តែរៀនកាត់ខ្លះរៀនបោះចោលខ្លះរៀនព្រមខ្លះនិងរៀនប្រឈមមុខចំពោះការពិតខ្លះទោះបីរឿងល្អរឿងមិនល្អក៏ប្រឹងដោះស្រាយទៅកុំស្មុគស្មាញពេកជីវិតគ្មានសេរីទេស្មុគស្មាញច្រើនជីវិតមិនសូវបានសុខទេ
ស្រមោលអន្ទូលតាមប្រាណបើអ្នកញញឹមដាក់កញ្ចក់នឹងញញឹមដាក់អ្នកវិញបើអ្នកព្រោះស្រូវហើយមើលថែវាត្រឹមត្រូវអ្នកនឹងទទួលបានផលត្រឡប់មកវិញមិនខានបើអ្នកមានចិត្តល្អចិត្តត្រជាក់ចិត្តស្ងប់អ្នកនឹងបានសុខច្រើនហើយបើអ្នកមួម៉ៅក្តៅក្រហាយច្រើនជីវិតអ្នកនឹងមិនសូវបានសុខឡើយកម្មឲ្យផលភ្លាមមិនចាំបាច់ជាតិមុខជាតិក្រោយឡើយបើអ្នកធ្វើល្អដោយចិត្តស្អាតបរិសុទ្ធមិនចង់បានការតបស្នងអ្នកពិតជាបានបុណ្យច្រើនហើយក៏បានសុខច្រើនដែរនឹងមិនសូវខកចិត្តទេបើគេដឹងគុណក៏ល្អបើគេមិនដឹងទេជារឿងរបស់គេអំពើល្អអ្នកបានធ្វើរួចហើយធ្វើល្អចង់បានការតបស្នងសងគុណមិនសូវបានបុណ្យទេម្យ៉ាងទៀតជីវិតនេះក៏មានឥទ្ធិពលពីកម្មចាស់ដែរអ្នកខ្លះធ្វើតែអំពើល្អបែរទៅជាជួបតែរឿងមិនល្អទៅវិញមិនដឹងថាបានសាងកម្មអីពីមុនមកសូមកុំអស់សង្ឃឹមកុំយល់ច្រឡំថាធ្វើបុណ្យហើយបែរទៅជាទទួលបាបវិញឲ្យសោះបើអ្នកដាំដូងអ្នកមិនអាចបានផ្លែស្វាយឡើយរឿងអាក្រក់ជាផលនៃបាបកម្មចាស់ចំណែកបុណ្យថ្មីមិនទាន់មានពេលឲ្យផលនៅឡើយពេលធ្វើអំពើអាក្រក់អាចនាំឲ្យអ្នកសប្បាយរីករាយឆាប់មានឆាប់បានតែវាជាការផឹកទឹកឃ្មុំដែលលាយដោយថ្នាំពិសផ្អែមមុនដំបូងទើបពុលជាខាងក្រោយពេលបាបឲ្យផលទើបស្រែកថាហេតុអ្វីជីវិតខ្ញុំក៏មានទុក្ខច្រើនម្ល៉េះកម្មអ្នកណាកម្មយើងទេកុំបន្ទោសអ្នកណាឡើយឈឺមិនដឹងខ្លួនឆេវឆាវច្រើនអន់ចិត្តច្រើនស្មុគស្មាញច្រើនគិតច្រើនពិបាកចិត្តច្រើនយូរទៅคล้ายជាជំងឺផ្លូវចិត្តដោយមិនដឹងខ្លួនរហូតដល់ថ្នាក់បញ្ជាចិត្តលែងបានជីវិតអ្នកនឹងវិលវល់រកសុខមិនឃើញឡើយរាងកាយប្រែคล้ายទៅជាស្ពឹកស្រពន់មិនចង់ធ្វើអីចិត្តមិនលុះលាញរុញរាមិនស្ទុះស្ទាពេលខ្លះទៅជាភ័យខ្លាចគ្រប់រឿងណាមិនគួរភ័យក៏ភ័យដែរថាមិនចង់គិតទេតែចិត្តចេះតែគិតហើយគិតចេញតែរឿងខុសប្រហែលជាដល់ពេលដែលអ្នកត្រូវសម្រាកពីការងារខ្លះបន្ថយសម្ពាធខ្លះមានពេលលំហែខួរក្បាលហើយរៀនផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងរឿយថាសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខនឹកដល់ពាក្យនេះឲ្យបានរឿយហើយទម្លាប់ហៅចិត្តឲ្យមកនៅក្នុងផ្ទះគឺរូបកាយអ្នកវិញកុំឲ្យវាដើរអនាថាច្រើនពេកទម្លាប់តាមដានវា
បើវាទៅណាយើងតាមមើលវាហើយបើវាគិតរឿងខុសទម្លាប់ទាញវាមកវិញមកគិតរឿងបច្ចុប្បន្នរឿងល្អរឿងនាំឲ្យចិត្តសប្បាយហើយកុំសូវនឹករឿងក្តៅក្រហាយពេកកុំស្ដាយក្រោយអីរៀនភ្លេចទៅរឿងណាហួសហើយឲ្យវាហួសទៅចោះហើយរឿងណាមិនទាន់មកដល់ទេក៏កុំព្រួយពេកអីជួបរឿងណាដោះរឿងនឹងទៅកុំបង្កើតរឿងសបនិមិត្តមកបន្លាចចិត្តខ្លួនឯងអីហើយបើមានពេលរៀនធ្វើសមាធិខ្លះផងវាជារឿងលំបាកវឹកហាត់ចិត្តនេះណាស់តែអ្នកត្រូវតែព្យាយាមបន្តិចម្ដងគ្មានអ្នកណាជួយអ្នកក្រៅពីអ្នកជួយខ្លួនឯងឡើយអាហារផ្លូវចិត្តភាគ5បុណ្យសន្សំមកខុសគ្នាវាសនាក៏ខុសគ្នាដែរកុំតូចចិត្តអីបើខ្វះបុណ្យចាស់កុំភ្លេចខំធ្វើបុណ្យថ្មីអ្នកខ្លះមិនចង់ឲ្យគេនិយាយដើមខ្លួនឯងទេតែជួយចិត្តនិយាយដើមគេអ្នកដាំពូជណារមែងទទួលផលនោះត្រឡប់មកវិញគេគិតយ៉ាងណាចំពោះអ្នកជាការគិតរបស់គេធ្វើការងារអ្នកឲ្យបានល្អជាភារកិច្ចរបស់អ្នកហាមចិត្តគេមិនបានទេម្នាក់សុទ្ធតែមានការលំបាករៀងខ្លួនគ្រាន់តែអ្នកមិនដឹងរឿងគេរៀនផ្ដល់សេចក្តីស្រឡាញ់រៀនមានមេត្តាកុំចងពៀវេរានឹងគ្នាអីចរណែនជាភ្លើងជាចិត្តបាបតែងដុតចិត្តអ្នកឲ្យក្តៅក្រហាយបុណ្យគេសាងពីមុនមកកុំចរណែនអីបើអ្នកមានសមាធិយល់ពីកម្មផលច្បាស់អ្នកនឹងកាត់បន្ថយការចរណែនមិនខានគ្រប់យ៉ាងសុទ្ធតែប្រែប្រួលសុខក្តីទុក្ខក្តីមិនទៀងឡើយអនុញ្ញាតឲ្យវាកើតរលត់តាមធម្មជាតិរបស់វាទៅចុះពេលអ្នកមួម៉ៅបុណ្យបានចាក់ចេញពីអ្នកទៅពេលអ្នកជ្រះថ្លាបុណ្យក៏ចូលមករកអ្នកវិញសន្សំចិត្តជ្រះថ្លាអ្នកបានបុណ្យផងការងារអ្នកបានចម្រើនទៅមុខផងសុខខ្លះទុក្ខខ្លះចំណេញខ្លះខាតខ្លះសរសើរខ្លះនិន្ទាខ្លះគ្រប់គ្នាតែងជួបប្រសពគ្មានអ្នកណាជៀសផុតទេជួបហើយលាទៅមុខទៀតកុំអោបក្រសោបវាទុកអីយឺតចុះតែកុំបោះបង់រក្សាជំហរ
បន្តដំណើរបន្តិចម្ដងអ្នកគង់ដល់គោលដៅដែលអ្នកប្រាថ្នាកុំមានមានះពេកកុំចេះគ្រប់រឿងពេករៀនស្ដាប់គេខ្លះយើងចេះនេះគេចេះនោះរៀនបើកចិត្តឲ្យទូលាយទើបបានចម្រើនកុំទម្លាប់បង្អាប់គេហើយលើកខ្លួនឯងគេស្អប់ផងបាបផងមានពាវេរាផងកើតជាតិណាមានសត្រូវច្រើនបើប្រាថ្នាសេចក្តីសុខដល់ខ្លួនឯងសូមកុំផ្ដល់សេចក្តីក្តៅក្រហាយដល់អ្នកដទៃព្រោះកម្មនឹងរត់មករកម្ចាស់វាវិញមិនខានបុណ្យជាសភាពថ្លានៃចិត្តអ្នកមានបុណ្យគឺអ្នកមានចិត្តស្រស់ថ្លាមិនមួម៉ៅសៅហ្មងបុណ្យនាំឲ្យរីករាយពេលបច្ចុប្បន្នផងនាំផលជាសុខមកឲ្យនៅពេលអនាគតផងបំណងមិនចេះតែបានសម្រេចគ្រប់ពេលទេហេតុមិនគ្រប់មិនបានសម្រេចឡើយរៀនទទួលស្គាល់ការពិតទើបមិនសូវមានទុក្ខនិយាយច្រើនតែអត់ប្រយោជន៍យូរទៅអស់តម្លៃខ្លួនឯងពាក្យពិតពាក្យមានប្រយោជន៍មើលកាលសិនសឹមនិយាយអាហារផ្លូវចិត្តភាគ5ខាងក្រោតច្រើនមួម៉ៅច្រើនទុកក៏ច្រើនបើខឹងឲ្យឆាប់បាត់គុំទុកក្នុងចិត្តអីរៀនដូរចិត្តដូរអារម្មណ៍ដូររឿងកុំអោបភ្លើងយូរពេកសាងល្អឲ្យហើយកុំចាំថ្ងៃស្អែកជីវិតមិនទៀងទេខំសាងបុណ្យបានជាទ្រព្យជាប់តាមខ្លួនអ្នកមានបុណ្យកើតក្នុងកំណើតខ្ពង់ខ្ពស់បានសេចក្តីសុខច្រើនទម្លាប់និយាយដោយចិត្តមេត្តាដោយពាក្យពិរោះពិសាហើយមើលពេលមើលកាលផងអ្នកបានបុណ្យផងបានមិត្តភាពផងពាក្យសម្ដីមិនល្អនាំឲ្យមានពាវេរាមិនបៀតបៀនអ្នកដទៃដោយកាយឬវាចាជាបុណ្យកុសលដ៏ធំធេងគឺបុណ្យថ្នាក់សិលកើតជាតិណាមានអាយុវែងមានសុខភាពល្អមានគេចូលចិត្តច្រើនរៀនអត់ធន់ចំពោះការលំបាករៀនអត់ធ្មត់ចំពោះពាក្យសម្ដីគេរៀនអត់ឱនចំពោះទោសកំហុសទាំងឡាយអ្នកនឹងក្លាយជាមនុស្សរឹងមាំមិនតបតទាំងកំហឹងជាជ័យជំនះដ៏ធំធេងគឺឈ្នះសេចក្តីក្រោធក្នុងចិត្តអ្នកមិនក្តៅក្រហាយអ្នកមិនបានសាងកំហុសអ្នកក៏បានជៀសផុតពីពាវេរាទាំងឡាយអុចអាលឲ្យគេឆ្លោះគ្នាបាបខ្លាំងផងហើយមានកម្មពៀទៀតកើតជាតិណាបែកបាក់កូនចៅរស់នៅមិនសុខទេ
ពេលនិយាយស្ដីឲ្យចេះគិតក្រែងចិត្តគេខ្លះផងវាចាមិនល្អនាំឲ្យមានបាបកម្មវាវរាកើតជាតិមុខជាតិក្រោយសម្បូរសត្រូវខ្សត់មិត្តមនុស្សមិនល្អគ្រប់10ទេរៀនមើលចំណុចល្អគេខ្លះផងរៀនផ្ដល់តម្លៃនិងសេចក្តីថ្លៃថ្នូរដល់អ្នកដទៃទើបរស់នៅជាមួយគ្នាបានសុខគេខឹងគេក្តៅបើអ្នកខឹងគេវិញអ្នកក៏ក្តៅដែរកំហឹងជាភ្លើងតែងដុតទីអាស្រ័យគឺចិត្តកំហឹងបាំងបញ្ញាពិចារណាមិនបានវែងឆ្ងាយនាំឲ្យអ្នកគិតខុសនិយាយខុសធ្វើខុសស្លាប់ទៅយកអ្វីទៅមិនបានទេរៀនធ្វើទានខ្លះគ្រាន់បានជាពូជនៃសេចក្តីសុខទៅកាន់បរលោកនាយអ្នកខ្វះបុណ្យនាំឲ្យខ្វះទ្រព្យហើយខ្វះញាតិទៀតហួងហែងច្រើនទុកក៏ច្រើនព្យាយាមបំពេញតួនាទីអ្នកឲ្យបានល្អបើត្រូវប្រែប្រួលក៏អស់ចិត្តដែរព្រោះអ្នកបានធ្វើអស់ពីសមត្ថភាពហើយអាហារផ្លូវចិត្តភាគ5ចង់ឲ្យគេគ្រប់អ្នកត្រូវចេះគ្រប់គេមុនរៀនផ្ដល់តម្លៃដល់សេចក្តីថ្លៃថ្នូរដល់មនុស្សសត្វអ្នកនឹងទទួលបានសេចក្តីសុខមកវិញព្យាយាមធ្វើរឿងណាដែលអ្នកអាចធ្វើបានរឿងដែលអ្នកធ្វើមិនទាន់បានរងចាំពេលវេលាដ៏សមគួរពេលដែលអ្នកមានឱកាសអាចធ្វើបានចិត្តបុណ្យចិត្តស្រស់ថ្លាចិត្តស្ងប់នាំឲ្យកាយក៏ស្រស់ចិត្តក៏ត្រជាក់ជីវិតបានសុខច្រើនព្រោះចិត្តស្ងប់ល្អគ្មាននរណាជៀសផុតពីការនិន្ទាបានទេសូម្បីតែព្រះពុទ្ធកុំសូវយកពាក្យសម្ដីលាមករបស់អ្នកដទៃមកបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកឡើយធ្វើទានជួយសង្គ្រោះពេលគេមានទុក្ខអ្នកបានបុណ្យផងបានការរាប់អានផងបានដាំពូជជាអ្នកមានទ្រព្យច្រើនផងអ្នកធ្វើទានឈ្មោះថាបានឈ្នះនៅចម្បាំងដ៏ធំគឺចិត្តកំណាញ់ចិត្តមច្ឆរិយៈមនុស្សមានសម្ពាយបុណ្យខុសៗគ្នាជោគវាសនាជីវិតក៏ខុសគ្នាដែរប្រឹងប្រែងរកឲ្យអស់ពីសមត្ថភាពហើយចេះត្រេកអរចំពោះអ្វីដែលអ្នករកបានបើខ្ចីគេត្រូវចេះសងវិញកុំស៊ីដាច់បាបកម្មនាំឲ្យរកស៊ីមិនឡើងទេពាវារាវែងឆ្ងាយណាស់សងគេមិនងាយអស់ឡើយកុំយកមុខយកមាត់តែម្នាក់ឯងរៀនឲ្យតម្លៃរៀនលើកទឹកចិត្តរៀនផ្ដល់សេចក្តីថ្លៃថ្នូរដល់ក្រុមការងារទើបធ្វើការជាមួយគ្នាបានយូរគ្រប់យ៉ាងមិនស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់យើងទេកើតហើយរលត់ទៅវិញហួងហែងឲ្យនៅស្ថិតថេរមិនបានទេរៀនអនុញ្ញាតឲ្យវាប្រែប្រួលទៅចុះរឿងថ្ងៃស្អែកមិនទាន់មាននៅឡើយទេ
ចាំស្អែកចាំជួបកុំព្រួយហួសហេតុពេកត្រៀមតែក៏ត្រូវចេះព្រមបើអ្នកមានបុណ្យអ្នកនឹងបានជួបរឿងល្អអតីតកាលបានកន្លងហួសទៅហើយកុំស្ដាយអីព្រោះបើស្ដាយទៅក៏កែអ្វីមិនបានដដែលយកវាជាមេរៀនហើយដើរទៅមុខកុំងាកក្រោយញឹកពេកកំហឹងដុតបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកដំបូងគេមុននឹងរៀលដាលដល់អ្នកដទៃកំហឹងទាញអ្នកមិនឲ្យទៅមុខបានឆ្ងាយពាក្យថាអមនុស្សតាមន័យអក្សរសាស្ត្រមានន័យថាអ្នកណាក៏ដោយដែលមិនមែនជាមនុស្សហៅថាអមនុស្សរួមចូលទាំងទេវតាខ្មោចព្រាយបិសាចនរកប្រែតេរិឆានសូរកាយអមនុស្សនឹងមានពីរប្រភេទគឺអមនុស្សថ្នាក់ខ្ពស់និងអមនុស្សថ្នាក់ទាបអមនុស្សថ្នាក់ខ្ពស់បានដល់ទេវតាដូចជារុក្ខទេវតាអាកាសទេវតាគេមានសេចក្តីសុខច្រើនជាងយើងមានអាយុវែងជាងយើងពណ៌សម្បុរគេស្អាតជាងយើងលក្ខខណ្ឌរស់នៅគេល្អជាងយើងចំណែកអមនុស្សថ្នាក់ទាបដូចជាប្រែតនរកដេឆានសូរកាយនឹងរងទុក្ខលំបាកវេទនាអត់បាយអត់ទឹកដោយកម្លាំងកម្មដែលខ្លួនបានធ្វើពីអតីតជាតិមកអមនុស្សខ្លះមានឫទ្ធិមានអំណាចអាចធ្វើទុក្ខបុកម្នេញចំពោះមនុស្សខ្លះដែលមានពៀវេរាធ្លាប់បៀតបៀនជីវិតអ្នកដទៃឬក៏បុគ្គលនឹងខ្សោយទាំងកាយចិត្តនឹងក៏មួម៉ៅស្មុគស្មាញទុនជាយអមនុស្សអាចមានឱកាសឆ្លៀតចូលធ្វើបាបចូលក្នុងខ្លួនបុគ្គលនឹងអីជាដើមចឹងតែចឹងហើយបានជាព្រះអង្គឲ្យយើងមានសិលនៅក្នុងខ្លួនមានបរតនត្រ័យជាទីពឹងទីរលឹកពួកអមនុស្សនឹងមិនសូវហ៊ានធ្វើបាបចំពោះអ្នកមានសិលទេព្រោះគេមានលក្ខខណ្ឌរស់នៅមានបទបញ្ជារបស់គេដែរបើធ្វើបាបអ្នកមានសិលអមនុស្សនឹងមានទោសទៅវិញប៉ុន្តែអមនុស្សខ្លះជាសមាទិដ្ឋិអមនុស្សខ្លះជាមិច្ឆាទិដ្ឋិអមនុស្សខ្លះស្គាល់បុណ្យស្គាល់បាបដឹងខុសដឹងត្រូវអត់ធ្វើអាក្រក់ទេប៉ុន្តែអមនុស្សខ្លះខូចដែរដូចតែមនុស្សយើងចឹងដែរមនុស្សខ្លះធ្វើល្អដឹងខុសដឹងត្រូវមនុស្សខ្លះពៀលាវ៉ាសែជាម៉ែជាឪដល់ពេលអមនុស្សហ្នឹងក៏អញ្ចឹងដែរមិនប្រកាសថាទេវតាសិតតែទេវតាល្អទាំងអស់ទេមិនប្រកាសថាអមនុស្សហ្នឹងសិតតែល្អទាំងអស់ទេអញ្ចឹងនៅពេលដែលគេចូលមកសន្ធិដ្ឋអីយើងធ្វើមិនដឹងថាអមនុស្សនឹងជាសមាទិដ្ឋិឬក៏មិច្ឆាទិដ្ឋិហើយយើងជាមនុស្សមកយើងមានអត្តសញ្ញាណប័ណ្ណប៉ាសពតជីកំណើតយើងមិនអាចនឹងកំណត់ដឹងថាមនុស្សនឹងល្អក្រក់ផងចុះទំមថាគេមកចូលយើងមិនដឹងថាគេមកពីណាយើងចេះឮតែគេថាអ្នកនេះអ្នកនោះទៅយើងមិនដឹងព្រោះអត់ដឹងអត្តសញ្ញាណប័ណ្ណគេមិនផងហ្នឹងប៉ុន្តែក្នុងធម៌ក៏មិនឲ្យមានចិត្តស្អប់មើងងាយអមនុស្សដែរពីព្រោះបើយើងមានចិត្តអាក្រក់ជាមួយគេអាចធ្វើបាបយើងចឹងដែរឧទាហរណ៍ថាបងប្អូនខ្លះទៅព្រៃទៅភ្នំមាត់សម្ដីអាក្រក់ទេអមនុស្សអាចចាប់កំហុសធ្វើបាបបុគ្គលនឹងបានអញ្ចឹងយើងអាចសម្ដែងការរាប់អានចំពោះអមនុស្សដូចនៅផ្ទះអញ្ចឹងខ្មែរយើងជួយចិត្តឲ្យជានាងផ្ទះជាអារក្ខទេវតាដែលថែរក្សានៅភូមិឃុំតំបន់ហ្នឹងទៅឬក៏ជារុក្ខទេវតានៅដើមឈើដែលខ្មែរយើងជួយចិត្តហៅចូលគ្នាថាអរុក្ខអរិយពាក្យហ្នឹងពាក្យពីរមួយរុក្ខទេវតាដើមឈើមួយអារក្ខទេវតាដែលថែរក្សាតំបន់ភូមិស្រុកហ្នឹងនៅក្នុងធម៌ថាបើកុលបុត្រហ្នឹងភិក្ខុហ្នឹងសាមណេរហ្នឹងបាសកបាសិកាហ្នឹងផ្សាយមេត្តាដល់មនុស្សដល់ទេវតាជាពិសេសទេវតាហ្នឹងនឹងជួយថែរក្សាបុគ្គលនឹងវិញប្រកបដោយធម៌មានន័យថាដោយអំណាចនៃយើងជាមនុស្សល្អហ្នឹងទេវតាក៏តាមថែរក្សាដោយសារយើងជាអ្នកមានបុណ្យហ្នឹងឯងអញ្ចឹងយើងមិនអាចពឹងផ្អែកបែបន់ស្រន់បួងសួងសុំអម្បរឲ្យគេមកជួយយើងដោយយើងមិនបានផឹងប្រែងធ្វើល្អដោយខ្លួនឯងទេហើយបើយើងមានសមាធិមានបញ្ញាច្បាស់លាស់យើងកំណត់ដឹង
យើងប្រឹងធ្វើល្អទៅផលល្អគង់នឹងបានយើងផ្សាយមេត្តាទៅដល់ទេវតាក្តីដល់មនុស្សក្តីមេត្តានឹងឯងនឹងផ្ដល់សេចក្តីស្រឡាញ់ការរាប់អានត្រឡប់មកយើងវិញអញ្ចឹងយើងសម្ដែងការរាប់អានជាមួយមនុស្សផងជាមួយទេវតាផងយើងធ្វើជាមិត្តមនុស្សផងជាមិត្តនឹងអមនុស្សផងមានឱកាសអាចការពារបិទបាំងរារាំងអន្តរាយកើតពីសេចក្តីប្រមាទនឹងបានដែរនៅសម័យពុទ្ធកាលមានភិក្ខុ30អង្គលោកគង់នៅក្នុងព្រៃហ្នឹងប៉ុន្តែក្នុងព្រៃហ្នឹងអមនុស្សហ្នឹងគេអត់ចង់ឲ្យលោកនៅព្រោះកន្លែងគេនៅលោកទៅរំខានគេអញ្ចឹងគេលងលោកសក់វែងតេនតាយភ្នែកលៀនមកអណ្ដាតលៀនថ្លិនមកធុំក្លិនស្អុយទៅសំលេងគម្រាមបលាចទៅលោកភ័យរត់ចោលកន្លែងហ្នឹងបានទៅជួបព្រះសម្មាសម្ពុទ្ធព្រះអង្គដឹងរឿងនឹងហើយក៏ព្រះអង្គបង្រៀនធម៌ផ្សាយមេត្តាដល់ភិក្ខុទាំង30អង្គហ្នឹងថាត្រូវត្រឡប់មកកន្លែងហ្នឹងវិញស្វាធ្យាយករណីយមេត្តសូត្រដែលញាតិញោមអាសានិមន្តព្រះសង្ឃទៅសូត្រណារហូតដល់គេលេងរឿងមុនលោកទៅសូត្រករណីហើយស្រាប់តែខ្មោចរត់អស់ហ្នឹងក្នុងន័យហ្នឹងមិនមែនធម៌ដេញខ្មោចទេករណីយមេត្តសូត្រគឺសូត្រផ្សាយមេត្តាដល់ពពួកសពសត្វទាំងអស់អមនុស្សមកព្រាយវិសាចអីសូមឲ្យបានសេចក្តីសុខរួចផុតពីទុក្ខទោសទាំងឡាយទាំងពួងហ្នឹងហើយក្នុងរឿងហ្នឹងនៅពេលដែលភិក្ខុសង្ឃផ្សាយមេត្តាពពួកអមនុស្សដែលធ្លាប់តែខឹងស្អប់លោកបែរមកទៀតធ្វើកូនសិស្សលោកខ្លែងខ្លួនធ្វើជាមានុបមកទទួលបានទទួលជីវរពីព្រះសង្ឃបម្រើព្រះសង្ឃទៅវិញដោយអានុភាពនៃមេត្តាជាសរុបមកវិញយើងមិនឲ្យស្អប់អមនុស្សទេយើងអាចគោរពបូជាថ្វាយផ្កាថ្វាយនំចំណីអីហើយប៉ុន្តែក៏យើងមិនអាចនឹងពឹងផ្អែកជោគវាសនាអង្គុយតបែអង្គុយតបនដែរពីព្រោះអមនុស្សហ្នឹងក៏មានកម្មរបស់គេដែរយើងក៏មានកម្មរបស់យើងជាសត្វលោកដែលត្រូវរស់នៅក្នុងវាលវដ្តសង្សារមានទុក្ខរៀងខ្លួនយើងក៏មានទុក្ខទេវតាអមនុស្សនឹងក៏មានទុក្ខដែរអញ្ចឹងយើងផ្សាយមេត្តាដល់សពសត្វទាំងអស់យើងប្រឹងសាងបុណ្យសាងកុសលសាងបុណ្យបារមីសាងបញ្ញាសម្រាប់ខ្លួនយើងហើយយើងផ្សាយនៅសេចក្តីស្រឡាញ់នេះដល់មនុស្សដល់ទេវតាដល់អមនុស្សទាំងអស់ហ្នឹងដើម្បីឲ្យបានសេចក្តីសុខដែរអាហ្នឹងយើងធ្វើមិត្តជាមួយនឹងមនុស្សផងជាមួយនឹងអមនុស្សផងអនុមោទនាមានអ្នកខ្លះទៅដូចថាជួបរឿងផ្ទួនធំពេកទៅធ្វើឲ្យអស់កម្លាំងរកផ្លូវចេញមិនរួចទៅក៏ដូចថាមិនដឹងរស់ដើម្បីអីទៀតអញ្ចឹងក៏អស់សង្ឃឹមទុនដៃទុនជើងលែងធ្វើអីកើតប៉ុន្តែអ្នកខ្លះទៀតនឹងជួយចិត្តសំរឿងអន់ចិត្តតូចចិត្តមួម៉ៅខឹងនេះនោះដល់ពេលវាសំយូរទៅវាស្នឹមនៅក្នុងចិត្តសិតតែអកុសលសិតតែបពួកព្រាយវិសាចនៅក្នុងចិត្តហ្នឹងវាធ្វើឲ្យយើងចាញ់ច្រាបអកុសលហ្នឹងលែងធ្វើអីកើតមកវាងងឹតមកក្នុងគំនិតក្នុងជីវិតហ្នឹងរហូតពន្លឺមិនឃើញប៉ុន្តែបើសិនយើងបើកទ្វារទទួលយកអំពើល្អខ្លះការគិតត្រូវខ្លះយកមកទុកក្នុងចិត្តមកឧទាហរណ៍ថារឿងណាហួសហើយនឹងតែចប់ចាត់ទុកថាយើងមានផលបាបចាស់ទៅចាស់ឥឡូវយើងប្រឹងសាងបុណ្យថ្មីទៅឥឡូវយើងមានអីបណ្ណាយើងប្រឹងធ្វើប៉ុណ្ណឹងទៅបើថាខុសឆ្គងយើងសុំទោសគេទៅបើថាមានជាពាក់វៈវិនយើងបង្ហាញសេចក្តីស្មោះត្រង់ឲ្យគេដឹងឮហើយយើងសុំការអភ័យទោសឬក៏អនុញ្ញាតបណ្ណាដែលយើងអាចបន្តដំណើរទៅមុខទៀតwhen យើងនៅតែប្រឈមមុខដោះស្រាយបញ្ហាអញ្ចឹងធម្មតាកំណត់ដឹងថាហ្នឹងជីវិតហ្នឹងវាអញ្ចឹង
về lang về cho về đôi chỉ dương thọ thưa bơ cam bìa tây tạ bê khai dương thử bon bê khai dương thử ba chẳng chỉ vượt dương bảy chỉ bon đấy về từ ao phòอย่างไรbê khai lang bê khai cho bê khai lang cái việc chiết thom mà đa ta nẹt ná của chú hưởng chăng từ sọc ná của thành chăng America Australia ná từ đó tham gia thọ chú miền tục đối tại dương đại hay nơi chiết ná của từ chú hưởng chăng chiết thom mà đa này chỉ vượt sát lô võ miền ấy chùm lại tha hai đấy của nhôm của bà mẹ nắng dương cao chìm núi dương của bà và năng bây giờ plot cái tệ từ cao chia sát chia rượu pride đấy mình đang từ đăng vina cao từ ôi tại vina cao che phượng rồi ngày đấy nhưng ở đấy dương miền cầm nát chìm núi dương sal pe và lia sal chỉ vết salประมาณkhi ông phẳng phơi ở phơi bồn cho mùi mai cho mùi phơi tiền và xa sal xóm chùm này xóm vị chia xóm sự tệ xóm bị nhà xóm smart đấy đang ngày slap từ vĩnh khi ông ăn bầm mổ bồn bàn chờ nè hai rừng không lục đi thọ mà đa tới bữa thưa mấy trả lời không thoát của ao dương che từ tua squad che prăng hai có che pro đại không pizza thoát ở miền Virginia hay nâng sàn tàu xạ Virginia miền này thà prăng ở pizza mặt phiệp đo xe bay nhà và nó đọc về đo bàn bản ná có thử sàn tàu xạ che pro là lấy nhom phẳng ở là tập phiệp ấy nhom chui ở bị là tập phiệp nhom bản năng nghe lấy nè na sang cam ná từ tua cam nâng từ vĩnh đó cắt bẩn thoi sự đây là một lốp luôn cùng hăng ấp cùng cuốn chẳng này nên tia nhiên đi nâng đã trâu màu vinh nơi bà nhà mà đây tre đi bây na cắt bong nơi cả chụp chụp bẹo vẹo vươn là xem mà xàm chớn nâng dương đi tha nâng ấy lấy thưa mấy từ một tiếp ta chỉ vượt nó về thợ miền tục chăng ấy chân dương đó là cả ở khuôn anh rồi mẹ thua lọ là tới cùng ơi phụ pre bị sai mua mai đây cả hai nó vừa một sân thật nữa không chặt dương dù bế chứ đọ luôn khla và mình chẳng ấy dương thuần tới dương tranh trà với bà nè chân đọ luôn là bấy sang bon sang của sao men đọ luôn bị bánh hạ đọ luôn bị bùm nó lấy tới còn là tha riêng pra bánh nhà mà đây từ tua square cà bật này chỉ vứt dương riêng xoay vô làm pi đầm ná này chỉ vứt đầm ná này thòm mà chiết đầm ná này song khá này vừa miền hạt cục quán của cả bên là hạt đừng ở tới đôi chỉ kiêng ở phèn của rồi lót dúm của khoát bàn này chẳng nắng hay là số bảy tập bút bọn khoát rihol chỉ cồn bọn bọn ta khôngเอาsựกดมุนไอ้rihol sựกดไปจุน30 chieng bọn nơi đó 80 chieng ប៉ុណ្ណេះkhoátកូនមានបានណានឹងព្រះផងនឹងយើងណាទៅមានកម្លាំងអំណាចអីទៅខាត់ស្អីបានឥឡូវយើងមានតែប្រឹងឲ្យអស់ពីសមត្ថភាពហើយយើងទទួលស្គាល់ថាខ្ញុំប្រឹងអស់ហើយឥឡូវបានប៉ុណ្ណឹងអានឹងយើងមិនសូវធ្ងន់ណាមិនដាក់សម្ពាធលើខ្លួនឯងហើយក៏មិនសូវមានទុកដែរអនុមោទនា
ពាក្យថាអារម្មណ៍មិននឹងណោហ្នឹងបើនិយាយឲ្យត្រូវនិយាយថាចិត្តមិននឹងណោត្រូវជាងពីព្រោះអារម្មណ៍សំដៅទៅលើអ្វីនៅខាងក្រៅរូបសម្លេងរឿងរ៉ាវអីទាំងអស់ហ្នឹងវាកើតលេចដែកធម្មតារបស់វាប៉ុន្តែចិត្តរបស់យើងដែលតាមវាទៅវាធ្វើឲ្យវារវើរវាយគិតច្រើនស្មុគស្មាញដែតដងតាមរឿងទាំងអស់ហ្នឹងយើងអត់បានខាត់រារាំងការពារកុំឲ្យវាធ្លាក់ទៅក្នុងអំណាចនៃអារម្មណ៍នៃរឿងរ៉ាវទាំងអស់ហ្នឹងអញ្ចឹងជាធម្មតារឿងវាកើតឡើងជាបន្តបន្ទាប់នេះបន្តិចនោះបន្តិចល្អខ្លះអាក្រក់ខ្លះគេសរសើរខ្លះគេនិន្ទាហើយជារឿងធម្មតាយើងទៅខាត់រឿងទាំងអស់ហ្នឹងមិនបានទេប៉ុន្តែអ្វីដែលយើងអាចធ្វើបានគឺរក្សាចិត្តបើអារម្មណ៍ហ្នឹងវាគិតទៅនាំឲ្យក្តៅក្រហល់ក្រហាយមួម៉ៅអាហ្នឹងយើងទុកម្ដុំទៅយើងបដោតផ្ចង់អារម្មណ៍មកលើរឿងណាដែលនាំឲ្យចិត្តជ្រះថ្លាសប្បាយរីករាយឧទាហរណ៍ថាការប្រឹងប្រែងការតស៊ូគុណពុកគុណម្ដាយគុណបរតនត្រ័យរឿងដែលយើងត្រូវធ្វើភារកិច្ច